នេះគឺជាប្លុកដែលខ្ញុំជាមួយនឹងប្តីបានទៅលេងនៅក្នុងទីក្រុងបាងកកហើយពេលដែលពួកយើងទៅដល់បាងកកក៏ជាពេលយប់ផងដែរអញ្ចឹងសម្រាប់បងប្អូនណាដែលមានបំណងចង់ទៅលេងបាងកកហើយសួរថាតើគួរស្នាក់នៅកន្លែងណាដែលងាយស្រួលក្នុងការធ្វើដំណើរក៏ដូចជាមានទេសភាពស្អាតព្រមទាំងតើនៅពេលយប់ថ្ងៃដំបូងដែលយើងទៅដល់បាងកកហ្នឹងតើយើងគួរទៅលេងនៅកន្លែងណាអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញសកម្មភាពនៅថ្ងៃទី1ដែលពួកយើងបានទៅដល់ទីក្រុងបាងកកពួកខ្ញុំបានធ្វើដំណើរចេញពីភ្នំពេញនៅម៉ោង5ល្ងាចហើយយើងមកដល់បាងកកគឺនៅម៉ោង6ល្ងាចអញ្ចឹងបរិញ្ញាបត្រដែលពួកខ្ញុំត្រូវបានឈប់ហ្នឹងគឺយើងឈប់នៅដូនមឿង International Airport ដែលខ្ញុំក៏បានរៀបចំ plan ឲ្យថាមកដល់នឹងតាំងយប់ហ្នឹងតើយើងគួរទៅលេងកន្លែងណាឬក៏ធ្វើអីនិងញ៉ាំអីបន្ទាប់ពី check out រួចរាល់យើងក៏បាន book Grab ដើម្បីធ្វើដំណើរទៅកាន់កន្លែងដែលយើងស្នាក់នៅអញ្ចឹងចម្ងាយពីពលានយន្តហោះទៅកន្លែងដែលយើងនៅហ្នឹងគឺជារយៈពេលប្រហែលជាង40នាទីអាចនិយាយបានថាឆ្ងាយដែរពួកអីកង់ឡានហ្នឹងគឺគាត់បើកលឿនណាជាឆ្ងាយក៏អត់អីដែរដោយសារទិដ្ឋភាពពេលយប់នៅបាងកកហ្នឹងគឺស្អាតណាស់ហើយបើនិយាយពីវត្តវិញគឺច្រើនសុទ្ធតែស្អាតជាពិសេសនៅតាមកំពូលទៅវត្តមួយហ្នឹងគេបើកភ្លើងចេញចាំងអញ្ចឹងគឺស្អាតរអមជាមួយនឹងទេសភាពពេលយប់ពួកខ្ញុំពីរនាក់ក៏បានជិះកាត់ Grand Palace ដែរហើយ Grand Palace ក៏ជាកន្លែងដែលយើងទៅដើរលេងកម្សាន្តជាមួយនៅថ្ងៃបន្ទាប់ដែលយើងបានណូតដាក់ក្នុង plan ពួកយើងហួចហើយបន្ទាប់មកយើងក៏មកដល់កន្លែងដែលយើងស្នាក់នៅអញ្ចឹងពួកយើងស្នាក់នៅសាលារតនាកោសិននៅកន្លែងហ្នឹងទេសភាពវាស្អាតនៅក្បែរមាត់ទន្លេសវអីញ៉ាំនៅក្បែរម៉ាតហើយនៅជិតកន្លែងដែលយើងដើរលេងដូចជា Grand Palace អញ្ចឹងគ្រាន់តែដើរក៏ដល់ដែរពួកខ្ញុំមកដល់នឹងពិបាកតែម្យ៉ាងឯងគឺកម្មចតាគេអត់មានចតាយន្តទេធ្វើឡើងចតាជើងដូចស្អីស្ថាគេនៅនឹងមានតែ4ជាន់ទេតែបើនិយាយពីគតុបគេវិញគឺស្អាតអនាម័យបានល្អមកចប់ពួកខ្ញុំមកដល់ក៏មានកតា welcome ខ្ញុំចូលចិត្តអាកតា welcome គេសិតតែខុនលេងឯណាខ្ញុំបានខ្លាចជាខុនលេងក្នុងរយៈពេលតែមកប្រព្រឹត្តទៅដល់ថា check in រួចរាល់ចូលក្នុងបន្ទប់មិនទាន់នឹងបានសម្រាប់ធំធ្វើឲ្យបានធូរកម្លាំងនឿយហត់អីផងចាប់ដើមធ្វើដំណើរទេដោយសារតែពួកខ្ញុំមកលេងបាងកកនេះគឺបានតែ2យប់មួយថ្ងៃអញ្ចឹងតោះតែឆ្លៀនបន្តិចបានយើងបានទៅច្រើនកន្លែងពួកខ្ញុំពីរនាក់ដើរក៏ឃើញទេសភាពវត្តអរុណស្អាតមែនតើពេលយប់ថតរូបទៅនិយាយពីថាអែមហ្មងប៉ុន្តែពេលនោះពួកយើងបញ្ញាប់ពេកអត់បានចូលទៅមើលនៅខាងក្នុងទេបានតែមើលតាមដងផ្លូវទៅពីចម្ងាយនឹងឯងដោយសារតែពួកយើងបញ្ញាប់ទៅជិះរថភ្លើងក្រោមដីធ្វើដំណើរទៅកាន់ China Town ជាកន្លែងដែលពួកយើងបាន note នៅក្នុង plan ពួកយើងថាយប់ដំបូងយើងត្រូវទៅកន្លែង China Town មុនគេណា1ម៉ោង8ជាងហើយនឹងយើងត្រូវរស់រាន់បញ្ញាប់តិចពួកខ្ញុំបានដើរទៅទិញសវត្តបន្ទាប់ពីពួកយើងទិញសវត្តយើងយកសវត្តនឹងទៅ scan ហើយសវត្តគេមូលខ្មៅនឹងសវត្តគេនឹងទៅ scan នឹងដឹង scan មិនផងសួរគេសួរឯងទៅហើយរួចក៏យើងចាប់ផ្ដើមចុះទៅកាន់កន្លែងរថភ្លើងនឹងចាំមកផ្លែរថភ្លើងក៏មកដល់ខ្ញុំពីរនាក់ក៏ដើរចូលទៅជិះអញ្ចឹងនេះគឺជាលើកទី1របស់ខ្ញុំដូចគ្នាដែលជិះរថភ្លើងក្រោមដីមកលេងនៅបាងកកហ្នឹងគឺបានសម្រាប់តែពេលធ្វើដំណើរដូចជាជិះកង់3ជិះរថភ្លើងជិះឡានហើយនឹងពេលញ៉ាំកាលពីហ្នឹងគឺដើររហូតអត់មានអង្គុយសម្រាប់និយាយគ្នាលេងអីទេដើរហ្មងឆ្លៀតណាព្រោះអីយើងមានពេលតិចក្នុងការដើរណាមួយកន្លែងដែលបានយើងរៀបចំថានឹងទៅលេងហ្នឹងគឺវាច្រើនសង្គមថាទៅបានឲ្យអស់អញ្ចឹងត្រូវឆ្លៀតអាពេលបន្តិចបន្តួចហ្នឹងដើរឲ្យបានច្រើនចំពោះការធ្វើដំណើរបើសិនជាជិះរថភ្លើងអញ្ចឹងគឺចំណាយតិចទេតែបើយើងជិះរបៀបតាក់ស៊ីយើងហៅឡានឬក៏ហៅកង់3អីអានឹងអស់ច្រើនជាងបុក Grab ទៀតពួកខ្ញុំធ្លាប់ជិះអាម៉ូតូលម្អគេហ្នឹងដូចម៉ូតូកង់3អញ្ចឹងចង្ងាយដែលពួកខ្ញុំជិះពេលហ្នឹងគឺចិត្តទេប៉ុន្តែអស់ថ្លៃជាងដែលយើងជិះ Grab ចង្ងាយណានៃទៀតអញ្ចឹងគួរតែធ្វើដំណើរដោយ Grabតែបើសិនជាមានរថភ្លើងចេះដូចខ្ញុំជិះមកលេង China Town អញ្ចឹងអានឹងកាន់តែល្អគឺវាអស់កាន់ហើយខ្ញុំជិះរថភ្លើងមួយផ្លែតក៏មកដល់ China Town នឹងមក China Town អត់មានបារម្ភថាមានអីខ្លះដែលយើងគួរញ៉ាំនិយាយរួមគឺអត់ខ្វះទេមានទាំងម្ហូបថៃម្ហូបចិនគ្រឿងផ្លែឈើផ្អែមភេសជ្ជៈម្ហូបញ៉ាំមីកាទៀវអីយើងទៅសាច់អាំងគឺមានទាំងអស់ចង់ញ៉ាំអីក៏បានដែរ China Town ហ្នឹងពេលយប់គឺជាកន្លែងដែលសវមនុស្សមកលេងហ្មងអាចនិយាយថាល្បីហ្មងនៅថៃហ្នឹងអញ្ចឹងមានទាំងភ្ញៀវជនជាតិបរទេសទាំងជនជាតិថៃគឺមកច្រើនអ្នកលក់ក៏ច្រើនអ្នកមកលេងក៏ច្រើនឡើងពេញនឹងតែម្ដងហើយទិញនឹងទិញណានៅតែដោយសារមនុស្សច្រើនពេកទីធ្លាវាក៏ធំវែងហើយសងខាងផ្លូវពួកខ្ញុំពេលហ្នឹងក៏ឃ្លានដែរដើរមកឆ្អែតទៅជិះរថភ្លើងអីមកឆ្អែតមួយថ្ងៃធ្វើដំណើរពេញហាក់តបានញ៉ាំអីមករកអីញ៉ាំនៅកន្លែងហ្នឹងដោយសារតែច្រើនពេកមិនដឹងថាគួរញ៉ាំអីហើយប្តីក៏គាត់សួរខ្ញុំថាចង់ញ៉ាំអីខ្ញុំគ្មានអីក្រៅពីហត់ទឹកស៊ុបក្តៅខ្ញុំចូលចិត្តហើយក៏សាកទឹកស៊ុបតង់ញ៉ាំដំបូងខ្លាចថាអត់ឆ្ងាញ់ឬក៏ខ្លាចញ៉ាំអត់អស់អីដល់ពេលចេញមកបន្តិចហើយឆ្ងាញ់ទៀតដល់ពេលអញ្ចឹងមានណា2ចានទៀតបានឆ្អែតនិយាយពីថាអាកាទៀវតង់ញ៉ាំគេនៅឡើងស្វិតឆ្ងាញ់ជាមួយនឹងប្រហិតហ្នឹងគឺឆ្ងាញ់ហ្មងខ្ញុំចូលចិត្តអារសជាតិវានៅចាំរហូតហើយមួយថ្ងៃដែលខ្ញុំទៅគឺញ៉ាំតែតង់ញ៉ាំហ្នឹងទេដើរមកផ្លែតក៏ឃើញផ្អែមដែលយើងត្រូវធ្លាប់មាត់នោះគឺ
ក្រែមខ្ញុំឃើញអារូបភាពដែលគេតាំងនឹងគឺតំណងមែនតែនមើលទៅតំណងឆ្ងាញ់ហើយពួកខ្ញុំក៏ហៅមួយចានអញ្ចឹងក្នុងតម្លៃមួយចានគឺ60 បាតញ៉ាំឆ្ងាញ់ដូចក្រែមបាយតំណាក់យើងនៅខ្មែរអញ្ចឹងគាត់ថាគេដាក់ស្វាយទុំដើរក៏ឃើញគ្រឿងសមុទ្រអាំងអូយតំណងមែនតែនតែពេលនោះគឺឆ្អែតហើយប្តីខ្ញុំគាត់ចង់រកអីផឹកវិញគឺគាត់ចង់ផឹកអានេះអាថៃធីនេះហើយយើងក៏បានហៅអានឹងមួយទៅនៅនឹងក៏គេមានសិស្សសាលាច្រៀងកំដរឲ្យយើងបរិច្ចាគលុយអីចឹងដែរដើរផុត China Town មកដល់កន្លែងនេះដូចជាផ្សារគេដែរតែអត់សូវមានមនុស្សមកលេងដូច China Town នេះរៀងស្ងាត់តែបើនិយាយពីការលក់អីញ៉ាំវិញគឺសវោដូចគ្នាមានគេលក់អីញ៉ាំច្រើនដូចតាំងពីពណ៌ម្ហូបអាហារអញ្ចឹងគឺសវោមែនតែនតែមានអារម្មណ៍ថាកន្លែងហ្នឹងមើលទៅដូចថ្លៃជាង China Town ហើយអត់សូវមានមនុស្សគេរៀបចំមើលទៅស្អាតបាតដែរតែអត់មានមនុស្សច្រើនមកសោះហើយអ្នកលក់អីនឹងស្ងាត់ខ្ញុំពីរអ្នកដើរចាំមើលមានណាគេហៅចាំទិញហើយដើរទៅក៏ទៅដល់កន្លែងបងមួយលក់ផ្លែឈើគាត់ហៅទិញទៅពួកខ្ញុំក៏សម្រាប់ចិត្តទិញអាឡឹកមកប្រអប់នេះទៅទិញរួចមើលសិស្សសាលាគាត់ច្រៀងមុននឹងទៅវិញជាចុងក្រោយអរគុណបងប្អូនដែលបានទស្សនាវីដេអូមួយនេះ